អត្ថបទនេះរៀបរៀងដោយព្រះភិក្ខុធម្មថេរោហឹមប៊ុនធឿនព្រះពុទ្ធគ្រប់ព្រះអង្គបពេញបារមីបានត្រាស់ដឹងហើយតែងតែសម្ដែងធម៌បង្រៀនអំពីមេរៀនជីវិតពិតដល់សពសត្វទាំងអស់ឲ្យចេះរស់នៅជាមួយនឹងការពិតដែលជាសេចក្តីសុខពិតមិនក្លែងក្លាយដូចមេរៀនមួយដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងថាអ្នកទាំងឡាយត្រូវព្យាយាមចម្រើនសេពគប់ឲ្យបានរឿយៗនៅធម៌4ប្រការនេះនាំឲ្យចម្រើនបញ្ញាមិនឲ្យសទ្ធារាក់ធ្លាក់ចុះក្នុងមច្ឆាទិដ្ឋិជួយរក្សាចិត្តឲ្យប្រសើរខ្ពង់ខ្ពស់ធម៌4ប្រការនោះគឺ 1. សេពគប់សពបុរស 2. រៀនស្ដាប់ធម៌របស់សពបុរស 3. រៀនយកចិត្តទុកដាក់នៅធម៌របស់សពបុរសប្រកបទៅដោយបញ្ញាឆ្លៀតវៃរៀនប្រតិបត្តិធម៌របស់សពបុរសឲ្យបានឃើញពិតដឹងពិតនៅសច្ចធម៌តាមហេតុផលត្រាស់ដឹងជ្រាបច្បាស់អស់សេចក្តីសង្ស័យរហូតបានសម្រេចមគ្គផលនិងព្រះនិព្វានគុណធម៌នេះកើតមាននៅក្នុងសន្តានចិត្តរបស់បុគ្គលណាហើយក្លាយជាបុគ្គលមានបញ្ញាឆ្លៀតវៃមានសទ្ធាជ្រៅតាំងសុបក្នុងសមាទិដ្ឋិជាសាវកមានធម៌កតញ្ញូដ៏ប្រសើរចំពោះព្រះបិតាវិវត្តណៈជាបុព្វការីគឺព្រះសម្មាសម្ពុទ្ធដែលបានស្វែងរកធម៌មកបង្រៀនអប់រំកូនឲ្យមានសេចក្តីសុខរួចផុតចាកទុក្ខទាំងពួងនៅក្នុងព្រះពុទ្ធសាសនាបើយើងបានសិក្សាពុទ្ធវចនៈយល់ហើយយកទៅគោរពប្រតិបត្តិឲ្យបានត្រឹមត្រូវល្អច្បាស់លាស់ពិតប្រាកដតាមព្រះធម៌គឺសិលសមាធិនិងបញ្ញាប្រតិបត្តិរហូតបានឃើញនៅអរិយសច្ចៈទាំង4ឃើញពិតដឹងពិតដោយសមត្ថភាពផ្ទាល់ខ្លួនឯងឈ្មោះថាឃើញធម៌រមែងឃើញព្រះពុទ្ធគឺឃើញនៅបញ្ញាញាណដ៏ធំធេងរបស់ព្រះអង្គបានឃើញនៅសត្វលោកកំពុងលង់ទឹកមហាសមុទ្រដ៏ជ្រៅក្នុងវដ្តហើយមហាករុណាธิគុណរបស់ព្រះអង្គដោយដៃទាំងគូរបស់ទ្រង់កំពុងលើកស្រង់សត្វលោកយ៉ាងប្រញាប់ប្រញាល់មកដាក់លើគោកពោលគឺព្រះនិព្វានឲ្យរួចផុតពីមហាទុក្ខក្នុងសង្សារវដ្តដ៏ធំធេងម្ល៉េះហើយត្រង់ចំណុចនេះព្រះអង្គមានគុណធំធេងណាស់ចំពោះសត្វលោកព្រះអង្គជាបុគ្គលអស្ចារ្យណាស់ដូច្នេះយើងគួរគោរពកោតក្រែងឲ្យក្រៃលែងបំផុតចំពោះព្រះអង្គទើបសមថាជាសាវករបស់ព្រះអង្គពិតប្រាកដអ្នកប្រាជ្ញទាំងឡាយពេលខ្លះសុខចិត្តធ្វើល្ងងដើម្បីសេចក្តីស្ងប់ព្រោះលោកមានបញ្ញាស្មារតីបានស្គាល់ដំណើរពិតរបស់សង្ខារប្រព្រឹត្តទៅក្នុងអត្តភាពនេះត្រឹមតែគំនរឆ្អឹង300កំណាត់សាច់ប្រមាណ300ដុំចងដោយសរសៃឈាម9សរសៃពីសដោយស្បែកលាបលន់ដោយឈាមហើយផ្គុំចូលគ្នាធាតុដី20ធាតុទឹក12ធាតុភ្លើង4ធាតុខ្យល់6ជាអាការៈមិនមានខ្លឹមសារងាយបែកបាក់ព្រះស្រាំពុកផុយវិនិច្ឆ័យទៅវិញយ៉ាងឆាប់រហ័សជារបស់មិនទៀងជាទុក្ខមិនស្ថិតក្នុងអំណាចខ្លួនយើងមានជារានឹងព្យាធិបញ្ជូនទៅកាន់រណ្ដៅមរណៈប៉ុន្តែសត្វលោកបែរជាស្រវឹងវង្វេងជាប់ជំពាក់ជាពន់ពេកក្រៃលែងណាស់ព្រោះតែសេចក្តីល្ងងគឺអវិជ្ជាឲ្យតែមានឱកាសខំប្រឹងដណ្ដើមគ្នាប្រណាំងប្រជែងគ្នាឆ្លោះទាស់តែងគ្នាច្រណែនឈ្នាននេះប្រមាថចងពៀគ្នាគេងយកផលប្រយោជន៍ពីគ្នាព្រោះចង់បង្ហាញមុខមាត់ថាខ្លួនអស្ចារ្យជាងគេម្ល៉េះហើយវាបន្សល់នៅគំនរទុកច្រើនទៅទីបំផុត
ក៏ត្រូវបាត់បង់ទៅវិញអស់រលីងគ្មានសេសសល់សូម្បីតែតិចតួចឡើយនៅត្រឹមតែថាយថាកម្មនិងវឹបបដិសារីការស្ដាយក្រោយឯចំណែកអ្នកប្រាជ្ញបាននៅសេចក្តីសល់សេចក្តីស្ងប់សុខគ្រាន់ជាទីពឹងបន្ទាប់អំពីចាកលោកនេះទៅកាន់លោកខាងមុខព្រះពុទ្ធមានពុទ្ធដីកាដាស់តឿនដល់បុគ្គលទាំងឡាយណាដែលមានជំងឺរោគាច្រើនក្របសង្កត់ធ្វើឲ្យរាងកាយទ្រុឌទ្រោមក្រំគ្រាមានសេចក្តីទុក្ខលំបាកវេទនាឈឺចាប់ក្តៅក្រហាយអស់កម្លាំងកាយគិតច្រើនលំបាកចិត្តភ័យព្រួយបារម្ភអស់សង្ឃឹមក្នុងជីវិតជាដើមព្រះអង្គបានប្រាប់ណែនាំឲ្យមានស្មារតីពិចារណារឿយៗនៅធម៌5ប្រការទុកសម្រាប់ជំនួយកម្លាំងចិត្តឲ្យមានស្មារតីល្អគឺទី1ពិចារណាឃើញរឿយៗក្នុងកាយថាមិនស្អាតជាសម្បុកនៃរោគ2ពិចារណារឿយៗថាក្នុងអាហារបរិភោគទៅជារបស់បដិគល3ពិចារណាឃើញរឿយៗថាក្នុងលោកទាំងអស់នេះជាភាពមិនគួរត្រេកអរមិនគួរជាប់ចិត្តត្រេកត្រអាលនៅរបស់គ្មានខ្លឹមសារគ្មានទីពឹងឡើយ4ពិចារណាឃើញរឿយៗក្នុងសង្ខារទាំងពួងថាជារបស់មិនទៀងជារបស់ទុក្ខកើតរលត់ទៅវិញជាធម្មតា5ពិចារណាឃើញនៅសេចក្តីស្លាប់តែងមានប្រកាសដល់បុគ្គលម្នាក់បានធ្វើទុក្ខសុខក្នុងសន្តានចិត្តបើបុគ្គលណាបានពិចារណារឿយៗនៅគុណវិសេសនោះរមែងមានស្មារតីជួយកម្លាំងកាយកម្លាំងចិត្តឲ្យមានពន្លឺតេជះដើម្បីរក្សាសុខភាពផ្លូវកាយចិត្តឲ្យរឹងមាំរហូតមានសមត្ថភាពធ្វើឲ្យជាក់ច្បាស់ដើម្បីកំណត់ដឹងនៅសង្ខារទាំងឡាយគួរឲ្យនឿយណាយលះបង់នៅសេចក្តីប្រកាន់មុំរួចចាក់អាសវៈបានដល់ទីបំផុតនៃទុក្ខទាំងពួងភិក្ខុធម្មថេរោហឹមប៊ុនធឿនរស់នៅក្នុងโลกនេះបើយើងជាមនុស្សឆ្លាតក្នុងព្រះធម៌ចេះអប់រំចិត្តឲ្យបានល្អតាមធម៌តែបន្តិចក៏យើងអាចរស់នៅបានសេចក្តីសុខស្ងប់ជាមួយព្រះធម៌មានចិត្តត្រជាក់ស្ងប់ស្ងាត់អស្ចារ្យទទួលបានសេចក្តីពេញចិត្តក្នុងជីវិតប្រចាំថ្ងៃនេះថាជាធម្មជាតិនៃជីវិតទោះបីខ្ញុំស្គាល់មនុស្សកាន់តែច្រើនខ្ញុំកាន់តែចូលចិត្តរស់នៅម្នាក់ឯងកាន់តែច្រើនមានមនុស្សរស់នៅជុំវិញខ្ញុំកាន់តែច្រើនខ្ញុំកាន់តែត្រូវការកន្លែងស្ងប់ស្ងាត់កាន់តែច្រើនខ្ញុំបានចូលរួមជាមួយសង្គមជាតិនិងសង្គមសាសនាកាន់តែច្រើនខ្ញុំកាន់តែត្រូវការអប់រំចិត្តកាន់តែស្ងាត់មុតមាំជានិច្ចកាន់តែច្រើនពេលណាខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយសង្គមមនុស្សគ្រប់ប្រភេទដូចជាក្នុងចំណោមមនុស្សមានឋានៈត្រកូលខ្ពង់ខ្ពស់ក្តីក្នុងចំណោមមនុស្សមានយសស័ក្តិធំក្តីក្នុងចំណោមមនុស្សមានទ្រព្យសម្បត្តិច្រើនក្តីក្នុងចំណោមអ្នកប្រាជ្ញចេះដឹងខ្ពង់ខ្ពស់ក្តីក្នុងចំណោមមនុស្សល្បីល្បាញមានញាតិបរិវារច្រើនប៉ុណ្ណាក្តីខ្ញុំអាចរស់នៅឆ្ងាយពីបញ្ហាគ្រប់យ៉ាងបានបើទោះបីជារយៈពេលយូរឬឆាប់យ៉ាងណាក្តីក៏ជីវិតខ្ញុំអាចរស់នៅបានជាសុខធម្មតាដែរតែអ្វីដែលសំខាន់អស្ចារ្យក្រៃលែងដែលខ្ញុំមិនអាចលះបង់ចោលត្រឹមតែ1វិនាទីអត់ពុំបាននោះគឺដង្ហើមចេញចូលដែលព្រះពុទ្ធផ្ដាំកុំឲ្យភ្លេចដកដង្ហើមត្រូវមានបញ្ញាស្មារតីប្រុងប្រយ័ត្នរលឹកទាន់ដឹងព្រោះនេះជារបស់ដែលមានសារៈសំខាន់ណាស់មិនអាចអត់បានបើរក្សាបានល្អរមែងទទួលបានសេចក្តីសុខពិតធ្វើឲ្យជីវិតមានតម្លៃអស្ចារ្យរស់នៅមានស្មារតីជឿជាក់ក្នុងក្តីសង្ឃឹមស្នាមញញឹមស្រស់ថ្លា
ត្រជាក់សុខស្ងប់គ្រប់វិនាទីនេះហើយគឺជាអ្វីដែលខ្ញុំមិនអាចលះបង់ចោលបានសូម្បីតែមួយវិនាទីគឺដង្ហើមអត់ពុំបានឡើយនេះជាពាក្យទូន្មានរបស់បណ្ឌិតកុំឲ្យប្រមាថនៅពេលដែលព្រះពុទ្ធបានត្រាស់ក្នុងលោកនេះហើយព្រះអង្គបានពិចារណាដោយបញ្ញាញាណត្រាស់បានដឹងជ្រាបច្បាស់ថាសត្វលោកទាំងអស់បើបញ្យល់ព្រះធម៌អរិយសច្ចៈបានច្បាស់ទេសុទ្ធតែធ្លាក់ក្នុងជំនឿលើមង្គលភ្ញាក់ផ្អើលផ្សេងដែលជាឬគល់ក្នុងមច្ឆាទិដ្ឋិយល់ខុសប្រឆាចពីសភាវៈធម៌ពិតតាមដំណើរធម្មជាតិនៃជីវិតហើយមិនអាចរំដោះខ្លួនចាក់ចេញពីចំណងកិលេសមានសេចក្តីទុក្ខក្នុងសង្សារវដ្តបានឡើយដោយប្រតិអាណិតអាសូរដល់សពសត្វយ៉ាងនេះបានជាព្រះអង្គយាងទេសនាទូន្មានពន្យល់ព្រះធម៌ឲ្យសត្វលោកបានស្ដាប់ព្រោះមានតែការស្ដាប់រៀនគោរពប្រតិបត្តិនេះទេដែលជាឱកាសល្អមានតម្លៃជីវិតសម្រាប់បណ្ដោះពោធិសទ្ធាជាគ្រាប់ពូជអរិយទ្រព្យដាំក្នុងដួងចិត្តដុះមគ្គផលញ៉ាំងចិត្តស្អាតបរិសុទ្ធដើម្បីដកចេញបំបត្តិចោលនៅជំនឿមង្គលភ្ញាក់ផ្អើលក្នុងមច្ឆាទិដ្ឋិយល់ខុសនេះបានដូច្នេះបានជាព្រះអង្គសរសើរការអប់រំចិត្តគឺជាគុណតម្លៃដែលមានឥទ្ធិពលស័ក្តិសិទ្ធិណាស់សម្រាប់វឹកហាត់លុតដំដុសខាត់សម្អាតចិត្តផ្លាស់ប្ដូរកែតម្រូវចិត្តពីមច្ឆាទិដ្ឋិបន្តិចម្ដងរហូតដល់អ្នកអាចឃើញនៅសមត្ថភាពពិសេសរបស់ខ្លួនអ្នកគឺក្នុងអរិយសច្ចៈត្រូវតាមសភាវៈធម៌ពិតជាក់ច្បាស់លាស់ប្រកបដោយសមាទិដ្ឋិតាមការត្រាស់ដឹងរបស់ព្រះអង្គធ្វើឲ្យคล้ายជាឧត្តមជីវិតតាំងមាំក្នុងគុណធម៌ស្អាតបរិសុទ្ធប្រកបដោយបញ្ញាញាណដ៏ប្រសើរគឺបញ្ញាដឹងច្បាស់នៅកម្មដែលប្រព្រឹត្តទៅមានប្រយោជន៍និងកម្មដែលឥតប្រយោជន៍ 2. បញ្ញាដឹងច្បាស់នៅអារម្មណ៍សុខស្ងប់ចាក់ទុកនឹងអារម្មណ៍ប្រកបដោយសេចក្តីទុក្ខសៅហ្មង ទី 3. បញ្ញាដឹងច្បាស់នៅកម្មដ្ឋានគួរចម្រើនដើម្បីរំលត់ទុក្ខនឹងកម្មដ្ឋានណាចម្រើនទៅជាប់សេចក្តីទុក្ខក្នុងវដ្តណាបញ្ញាដឹងច្បាស់នៅសមាបដិបទាផ្លូវត្រាស់ដឹងអរិយសច្ចៈធ្វើឲ្យជាក់ច្បាស់ព្រះនិព្វាននិងផ្លូវវង្វេងប្រឆាចអរិយសច្ចៈមិនធ្វើឲ្យជាក់ច្បាស់ព្រះនិព្វានហេតុដូច្នោះសាវកទាំងឡាយគួរគប្បីស្ដាប់សិក្សាគោរពប្រតិបត្តិឲ្យបានល្អត្រឹមត្រូវដើម្បីតម្រង់ទិដ្ឋិឲ្យត្រង់តាមធម៌វិន័យនៃការត្រាស់ដឹងចង្អុលបង្ហាញរបស់ព្រះអង្គទើបញ៉ាំងជីវិតឲ្យស្អាតបរិសុទ្ធខ្សែមសានចាក់ទុកទាំងពួងព្រះភិក្ខុធម្មធិរោហឹមបន្ទឿន